ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ហោរាសាស្ត្រតាមក្បួនចិនថ្ងៃនេះយើងនឹងស្វែងយល់អំពីហោរាសាស្ត្រចិនដែលផ្ដោតទៅលើឆ្នាំរកាគឺឆ្នាំវ័នដែលស្ថិតនៅក្នុងរាសីចក្រទី10របស់ចិនបើសិនជាអ្នកទាំងអស់គ្នាបានស្គាល់នរណាម្នាក់ដែលកើតនៅក្នុងឆ្នាំរកានេះក៏សូមជួយ share វីដេអូនេះទៅឲ្យគាត់ឲ្យបានដឹងផងហើយបើសិនជាទាំងអស់គ្នាកើតនៅក្នុងឆ្នាំរកានេះផងដែរតោះទៅតាមដានទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកស្វែងយល់អំពីជោគវាសនាពេញមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំរកាចាប់ពីលុយកាក់អាជីពស្នេហាសុខភាពនិងរឿងដែលគួរហាមធ្វើប្រចាំថ្ងៃរបស់គាត់ដើម្បីបញ្ជាសំណាងអាក្រក់និងបង្កើនសំណាងល្អតោះចាប់ផ្ដើមនៅក្នុងហោរាសាស្ត្រចិនមាន់ត្រូវបានគេចាត់ទុកវាជាបក្សីដែលមានគុណធម៌នៅក្នុងចំណោមសត្វទាំង5ចិនបុរាណគេកោតសរសើរមាន់ណាស់ព្រោះវាមានគុណសម្បត្តិច្រើនក្រញាំជើងរបស់មាន់ខ្លាំងបង្ហាញអំពីភាពក្លាហានស្មារតីប្រឆាំងនឹងសត្រូវបង្ហាញពីភាពអង់អាចការចែករំលែកអាហារជាសាច់មាន់ផ្សេងបានបង្ហាញអំពីភាពសប្បុរសមាន់ធ្វើការរងាវនៅពេលព្រឹកដើម្បីដាស់ឲ្យយើងបានភ្ញាក់ពីដំណេកហើយទៅធ្វើការវាបង្ហាញអំពីភាពស្មោះត្រង់របស់មាន់ឆ្នាំរកាគឺមានធាតុមាសដែលបង្ហាញអំពីភាពក្លាហានជឿជាក់និងលេចធ្លោបើបុរសកើតនៅក្នុងឆ្នាំរកាគឺមានភាពឆ្លាតវៃនិងមានសមត្ថភាពហើយបើស្ត្រីដែលកើតនៅក្នុងឆ្នាំរកាគឺមានភាពឆ្លាតវៃហើយនិងស្រស់ស្អាតតើជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំរកានឹងដូចម្តេចទៅជាទូទៅអ្នកនឹងមានជីវិតរលូននៅវ័យក្មេងអ្នកនឹងមានជីវិតល្អមានអ្វីគ្រប់យ៉ាងមិនខ្វះខាតទេពេលឈានចូលវ័យកណ្ដាលឱកាសនឹងមកដល់ជួយអ្នកបង្កើតគ្រួសារនិងទ្រព្យសម្បត្តិបានយ៉ាងរីកចម្រើនហើយនៅពេលវ័យចាស់ជរាអ្នកនឹងរីករាយមានគេគោរពនិងមានជីវិតប្រណិតអ្នកដែលកើតនៅក្នុងឆ្នាំរកាត្រូវបានគេកំណត់ថាមានភាពភ្លឺស្វាងលុះត្រាណាតែអ្នកកើតឆ្នាំរកាខ្លួនឯងគឺមានភាពជឿជាក់ហើយខិតខំហើយការខិតខំរបស់គាត់នោះហើយដែលធ្វើឲ្យគាត់អាចចាប់យកឱកាសទាំងនោះបាននិងធ្វើឲ្យជីវិតរបស់គាត់ភ្លឺស្វាងឡើងបន្តមកខ្ញុំសូមនិយាយអំពីជោគវាសនានៅក្នុងការរកលុយរបស់អ្នកដែលកើតនៅក្នុងឆ្នាំរកាអ្នកដែលកើតឆ្នាំរកាគឺមានជំនាញនៅក្នុងការរកលុយទោះបីជាពេលខ្លះទោះបីជាពេលខ្វះលុយអ្នកកើតឆ្នាំរកាតែងតែរកវិធីដោះស្រាយបានអ្នកមិនខ្លាចសុបិនធំទេហើយអាចនឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនទោះបីជាមានការងារមានស្ថិរភាពក៏ដោយអ្នកកើតឆ្នាំរកាគឺចាយលុយទៅលើអ្វីដែលគេចូលចិត្តហើយមិនសូវសន្សំពេកទេអ្នកកើតឆ្នាំរកាឆ្លាតនៅក្នុងការមើលឃើញឱកាសដូចជាការងារបន្ថែមឬវិនិយោគទៅលើគម្រោងដែលផ្ដល់ប្រាក់ចំណេញលឿនប៉ុន្តែសូមប្រយ័ត្នទៅលើការវិនិយោគដែលមានហានិភ័យខ្ពស់ដូចជាភាគហ៊ុនឬអាជីវកម្មធំកុំដាក់លុយទាំងអស់ទៅកន្លែងតែមួយចង់បង្កើនទ្រព្យសម្បត្តិធ្វើការឬវិនិយោគនៅលើទិសឦសានសម្រាប់ចំណូលថេរឬទិសខាងកើតសម្រាប់លុយដែលមិនអាចនឹកស្មានដល់ពាក់ឬដាក់វត្ថុសំណាងដែលមានរូបរាងជានាគពស់ឬគោនៅចិត្តអ្នកវាជាវត្ថុសំណាងសម្រាប់អ្នកជៀសវាងវត្ថុណាដែលមានរាងជាទន្សាយឬឆ្កែព្រោះវាអាចរារាំងទៅដល់សំណាងលុយកាក់របស់អ្នកប៉ះឬវត្ថុសំណាងទាំងអស់នោះជាញឹកញាប់ដើម្បីថែរក្សាថាមពលល្អនិងបង្កើតសំណាងបន្តមកទៀតនោះគឺសំណាងឬមួយក៏ជោគវាសនានៅក្នុងអាជីពនៅក្នុងអាជីពការងារអ្នកដែលកើតនៅក្នុងឆ្នាំរកាជាអ្នកមើលឃើញឆ្ងាយអ្នកគិតទៅមុខហើយរៀបចំផែនការបានយ៉ាងល្អនិងមានគំនិតច្នៃប្រឌិតដែលធ្វើឲ្យអ្នកដទៃភ្ញាក់ផ្អើលអ្នកមានមហិច្ឆតានិងចូលចិត្តការងារដែលជំរុញអ្នកឲ្យធ្វើការងារបានកាន់តែច្រើនការងារបែបធម្មតាមិនសម្រាប់អ្នកកើតឆ្នាំរកាទេព្រោះអ្នកកើតឆ្នាំរកាជាមនុស្សមានមហិច្ឆតាហើយចូលចិត្តការងារណាដែលរំភើបបើសិនជាការងារនោះធម្មតាពេកគេនឹងផ្លាស់ប្ដូរទៅការងារថ្មីហើយគន្លឹះសម្រាប់អ្នកកើតឆ្នាំរកាដើម្បីឲ្យការងារជោគជ័យគឺទី1អ្នកកើតឆ្នាំរកាគួរណាតែព្យាយាមអត់ធ្មត់ឲ្យបានច្រើននិងកំណត់គោលដៅដែលអាចធ្វើទៅបានហើយរាប់អានឬមួយក៏ធ្វើការជាមួយអ្នកដែលកើតនៅក្នុងឆ្នាំនាគឆ្នាំគោឬពស់ពួកគេនឹងជួយអ្នកឲ្យបានឡើងឋានៈកាន់តែខ្ពស់ហើយដាក់វត្ថុហុងស៊ុយនៅទិសខាងជើងនៃកន្លែងធ្វើការដើម្បីបង្កើនជោគជ័យនិងប្រហែលជាទទួលបានការដំឡើងឋានៈលឿនទៀតផងវត្ថុហុងស៊ុយទាំងនោះគឺវត្ថុដែលមានរូបរាងជាសត្វនាគសត្វគោឬមួយក៏សត្វពស់ឬមួយក៏អាចពាក់គ្រឿងអលង្ការសត្វទាំង3នេះជាប់ខ្លួនក៏អាចបានដែរបន្តមកទៀតខ្ញុំសូមនិយាយអំពីជោគវាសនានៅក្នុងស្នេហាក៏ដូចជាទំនាក់ទំនងនៅក្នុងស្នេហាអ្នកដែលកើតនៅក្នុងឆ្នាំរកាគឺលះបង់ទាំងស្រុងអ្នកមានកាប់កិរិយាវិជ្ជមានទទួលយកនៅចំណុចខ្វះខាតរបស់ដៃគូ
និងសប្បុរសចំពោះគេអ្នកមិនខ្វាយខ្វល់ពីរឿងតូចតាចនិងចូលចិត្តកន្លែងណាត់ជួបបែបរ៉ូមែនទិកបុរសដែលកើតនៅក្នុងឆ្នាំរកាចូលចិត្តស្នេហាដែលមានសេរីភាពស្មើភាពនិងការគោរពគ្នាស្ត្រីដែលកើតនៅក្នុងឆ្នាំរកាគឺមានភាពក្លាហានអាចនឹងចាប់ផ្ដើមស្នេហាមុនហើយបន្ទាប់ពីរៀបការអ្នកស្រឡាញ់គ្រួសារប៉ុន្តែមិនចូលចិត្តឲ្យគេគ្រប់គ្រងទេសម្រាប់គូស្នេហ៍ល្អបំផុតគឺរកមនុស្សដែលកើតនៅក្នុងឆ្នាំនាគពួកគេជាគូដ៏ល្អឥតខ្ចោះឆ្នាំកូរឬឆ្នាំពស់គឺជាគូល្អបន្ទាប់ប៉ុន្តែជៀសវាងស្ត្រីឬបុរសណាដែលកើតនៅក្នុងឆ្នាំទន្សាយឬឆ្នាំឆ្កែព្រោះអាចធ្វើឲ្យឆ្លោះគ្នាញឹកដាក់វត្ថុហុងស៊ុយនៅទិសខាងត្បូងដើម្បីបង្កើនសំណាងស្នេហាសុខភាពក៏ដូចជាកន្លឹះដើម្បីថែទាំសុខភាពសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំរកានោះគឺផ្នែកសុខភាពគឺអ្នកកើតឆ្នាំរកាអាចនឹងមានភាពតានតឹងច្រើនដែលធ្វើឲ្យប៉ះពាល់ទៅដល់ការរំលាយអាហាររបស់ពួកគេដោយសារតើឆ្នាំមាន់គឺមានធាតុមាសអញ្ចឹងហើយសួតផ្លូវដង្ហើមរបស់អ្នកកើតនៅក្នុងឆ្នាំរកាគឺទាមទារមានការយកចិត្តទុកដាក់ខ្លាំងប្រយ័ត្នប្រយែងទៅលើអាឡែស៊ីជាពិសេសពេលផ្លាស់ប្ដូររដូវញ៉ាំអាហារណាដែលចិញ្ចឹមនិងថែបំប៉នទៅលើសួតដូចជាផ្លែប៉ោមឬអាល់ម៉ុននិងរក្សាផ្លូវចិត្តឲ្យសប្បាយរីករាយការសម្រាកនឹងជួយឲ្យអ្នកមានសុខភាពល្អដែរកន្លឹះដើម្បីបង្កើនសំណាងក៏ដូចជារឿងដែលមិនត្រូវធ្វើសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំរកាទី1ហ្នឹងគឺកុំពាក់គ្រឿងអលង្ការដែលមានរាងជាទន់សាយព្រោះវាប៉ះពាល់ទៅដល់ថាមពលរបស់អ្នកដែលកើតនៅក្នុងឆ្នាំមាន់ទី2នោះគឺកុំធ្វើការឬគម្រាប់អានជាមួយអ្នកដែលកើតនៅក្នុងឆ្នាំទន្សាយឬឆ្នាំឆ្កែព្រោះធ្វើឲ្យឆ្លោះគ្នាច្រើនទី3កុំដាក់គ្រែបែរទៅទិសខាងកើតឬឦសានទិសទាំងនេះគឺរំខានទៅដល់សំណាងអ្នកទាំងនេះគឺជាជោគវាសនាពេញមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំរកាវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍ជូនទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំក៏សូមជួយចុច like និង comment បេះដូងនិងចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតហើយក៏អាច share វីដេអូនេះទៅកាន់អ្នកដែលកើតនៅក្នុងឆ្នាំរកាឲ្យគាត់បានមើលផងអរគុណអ្នកទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ